មេភូមិភាគទី1ថៃបានគម្រាមបណ្ដេញពលរដ្ឋខ្មែរចេញពីដីនិងផ្ទះសម្បែងតែកម្ពុជាបានត្រៀមខ្លួនរួចហើយដើម្បីប្រឆាំងនឹងការរំលោភបំពាននេះក្រោយការចូលកាន់តំណែងបានមួយថ្ងៃមេបញ្ជាការយោធិនភូមិភាគទី1របស់ថៃបានគម្រាមបណ្ដេញពលរដ្ឋខ្មែរដែលរស់នៅនិងអាស្រ័យផលក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាយូរយារណាស់មកហើយចេញពីផ្ទះសម្បែងបើមិនរើផ្ទះចេញពីតំបន់នោះតាមការកំណត់របស់ខ្លួនឆ្លើយតបទៅនឹងបញ្ហាគម្រាមនេះអភិបាលរងនិងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យបានអះអាងថារដ្ឋបាលខេត្តបានដាក់លិខិតតវ៉ាចំពោះបញ្ហានេះរួចរាល់ហើយពលរដ្ឋក៏បានត្រៀមការពារផ្ទះសម្បែងក្រោមការការពារសុវត្ថិភាពពីកងកម្លាំងរបស់កម្ពុជាតើថៃអាចប្រឈមនឹងបញ្ហានេះប្រសិនបើហ៊ានបណ្ដេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងលើទឹកដីខ្មែរលោកលីសវណ្ណរិទ្ធអភិបាលរងនិងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យបានអះអាងថារដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់លិខិតតវ៉ាទៅកាន់ភាគីថៃដើម្បីប្រឆាំងនឹងផែនការបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងព្រៃច័ន្ទក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរួចរាល់ហើយជាមួយគ្នានេះពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់នោះក៏បានត្រៀមខ្លួនការពារដីនិងផ្ទះសម្បែងពីសំណាក់ការរំលោភមិនស្គាល់ច្បាប់ទម្លាប់របស់កម្លាំងថៃហើយកងកម្លាំងខ្មែរក៏បានត្រៀមខ្លួនឈរជើងចាំការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរនិងដែនអធិបតេយ្យភាពរបស់កម្ពុជារួចរាល់ផងដែរការត្រៀមខ្លួននេះធ្វើឡើងក្រោយមេបញ្ជាការយោធិនភូមិភាគទី1ថ្មីថៃបានគម្រាមប្រើកម្លាំងបាយបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់ខាងលើជាមួយគ្នានេះលោកបណ្ឌិតកិនភីប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនិងរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថាការចេញមុខមកប្រមានចំដោយផ្ទាល់របស់មេបញ្ជាការយោធិនភូមិភាគទី1របស់ថៃចំពោះការអនុវត្តវិធានការដេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទនេះបានបញ្ជាក់យ៉ាងច្បាស់ពីចេតនារបស់ថៃក្នុងការចង់រំលោភបំពានលើបូរណភាពទឹកដីរបស់កម្ពុជាតែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថាថៃគ្មានសិទ្ធិដេញពលរដ្ឋខ្មែរចេញពីលំនៅឋានដែលពួកគេបានរស់នៅជាច្រើនទសវត្សរ៍មកហើយនោះទេហើយប្រសិនបើថៃនៅតែរឹងទទឹងបណ្ដេញពលរដ្ឋខ្មែរចេញពីទឹកដីខ្មែរនោះថៃត្រូវប្រឈមនឹងបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិរំលោភលើសិទ្ធិសញ្ញាអន្តរជាតិដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជាជាពិសេសថៃនឹងត្រូវបានសមាគមអន្តរជាតិថ្កោលទោសនិងមើលក្នុងផ្លូវអវិជ្ជមានដោយឡែកលោកសេងវ៉ាន់លីអ្នកតាមដានភូមិសាស្ត្រនយោបាយយល់ឃើញថាការប្រើប្រាស់ពាក្យសម្ដីរបស់ភាគីថៃរាប់ចាប់ពីមេភូមិភាគរហូតដល់នាយករដ្ឋមន្ត្រីដែលជំរុញឲ្យក្រមយោធាបណ្ដេញពលរដ្ឋខ្មែរចេញពីទឹកដីខ្មែរនោះវាបង្ហាញពីមហិច្ឆតាចង់ឈ្លានពានរបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងច្បាស់ក្រឡែតនិងធ្វើឲ្យសមាគមអន្តរជាតិស្គាល់ចរិតរបស់ថៃកាន់តែច្បាស់អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថាប្រសិនបើថៃពិតជាហ៊ានបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិដែលពួកគេបានរស់នៅជាយូរណាស់មកហើយមែននោះវានឹងលាតត្រដាងឲ្យឃើញថាជាតិសាសន៍ដែលមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាចំនួនជាមួយកម្ពុជានិងសន្តិវិធីមិនគោរពច្បាប់អន្តរជាតិនឹងធ្វើឲ្យថៃបាក់មុខនៅលើឆាកអន្តរជាតិគូបញ្ជាក់ថាកាលពីពេលកន្លងទៅអភិបាលខេត្តបន្ទាយមានជ័យបានដាក់លិខិតតវ៉ាទៅកាន់ខេត្តស្រះកែវប្រឆាំងយ៉ាងដាច់អហិង្ការចំពោះការអនុវត្តច្បាប់ព្រៃរបស់ថៃលើពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលចាត់ទុកថាទង្វើបែបនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ពលរដ្ឋកម្ពុជាមួយវិញទៀតរដ្ឋបាលខេត្តស្រះកែវក៏មិនមានសមត្ថភាពកំណត់ព្រំដែននិងអនុវត្តច្បាប់ថៃទៅលើសមាគមកម្ពុជាដែលកំពុងរស់នៅតាមតំបន់ព្រំដែននិងអាស្រ័យផលក្នុងតំបន់ដែលមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនគោករវាងកម្ពុជាថៃនោះដែរ